bà sân từng ngọc khía số đây con trên tì sờ sọc sờ bài trên tế trà nè cứ có sọc sờ bài đài ta con nâng tia bàn sân xa tam online như đi cô mơ ban mơ mê riêng đài tế cốt trà chân đời xa tại bánh hà covid độc đồng buôn cứ tu tiêuប្រទេស tu tiêu bị phốp lốp cứយើងមិនអាចមកសិក្សានៅសាលាជាមួយគ្រូផ្ទាល់បានទេអញ្ចឹងទាមទារឲ្យកូនគឺសិក្សានៅផ្ទះដោយខ្លួនឯងហើយនឹងសិក្សាតាមប្រព័ន្ធអនឡាញចាមកវល់មកជួបអ្នកគ្រូម្ដងទៀតសារជាថ្មីអញ្ចឹងនៅមេរៀនវិទ្យាសាស្ត្ររបស់យើងកូនមានចាំទេថាមេរៀនវិទ្យាសាស្ត្ររបស់យើងកាលពីសប្តាហ៍មុនយើងរៀនអំពីអីគេកូនចាមេរៀនវិទ្យាសាស្ត្រកាលពីសប្តាហ៍មុនគឺយើងរៀនមេរៀនទី12ដែលមានចំណងជើងថាការប្រែប្រួលរូបធាតុចាអញ្ចឹងថ្ងៃនេះក៏យើងនៅតែសិក្សាពីមេរៀនទី12ដដែលទេប៉ុន្តែយើងនឹងចូលចំណុចថ្មីតែមុននឹងដល់ចំណុចថ្មីគឺអ្នកគ្រូចង់សួររំលឹកមេរៀនខ្លះដែលយើងបានរៀនពីសប្តាហ៍មុនតើកូនមានចាំដែរទេថាតើអ្វីទៅជារូបធាតុកូនមើលកូនអាចឆ្លើយបានចាល្អណាស់រូបធាតុគឺជាវត្ថុទាំងឡាយណាដែលនៅជុំវិញខ្លួនយើងដែលអាចប៉ះបានស្ទាបបានដែលអាចមើលឃើញដែលអាចមិនមើលឃើញអានឹងឯងគេហៅថាជារូបធាតុឬក៏យើងអាចឲ្យនិយមមួយទៀតថាជាវត្ថុទាំងឡាយណាដែលមានម៉ាស់ដែលមានមាឌហើយនឹងមានទម្ងន់តាំងនៅក្នុងលំហចាអ្នកគ្រូសួរមួយទៀតថាតើយើងអាចសម្គាល់រូបធាតុបានដូចម្តេចខ្លះមើលកូនណាដឹងចាល្អណាស់អញ្ចឹងយើងអាចសម្គាល់រូបធាតុបានដោយសារតែយើងឃើញពីភាពរូបរបស់វានឹងគឺមានរឹងរាវនិងឧស្ម័នមួយទៀតគឺយើងមើលតាមរូបរាងក្លិនរសជាតិរបស់វាអញ្ចឹងយើងដឹងថារូបធាតុនៅជុំវិញខ្លួនយើងគឺមានច្រើនណាស់នៅជុំវិញខ្លួនយើងទាំងអស់នោះគឺសុទ្ធតែជារូបធាតុប៉ុន្តែយើងដឹងថាតើថ្ងៃនេះយើងនឹងសិក្សាអំពីអីទេកូនចាអ្នកគ្រូនឹងចូលចំណុចថ្មីគឺចំណុចលេខ3ប៉ុន្តែមុននឹងដល់ចំណុចលេខ3គឺអ្នកគ្រូសុំឲ្យកូនមិនអនុញ្ញាតឲ្យបើកសៀវភៅវិទ្យាសាស្ត្រទេតើនេះកូនគឺកូនត្រូវតែសិក្សាជាមួយអ្នកគ្រូហើយនឹងកូននឹងរៀនស្វែងយល់មុនពេលដែលកូនបើកសៀវភៅវិទ្យាសាស្ត្រតើនេះកូនអញ្ចឹងមុននឹងអ្នកគ្រូចូលដល់ចំណុចចំណងជើងរងរបស់យើងគឺអ្នកគ្រូចង់សួរកូនថានៅជុំវិញខ្លួនយើងឬក៏សភាពលក្ខណៈរបស់កូនតើកូនបានសង្កេតមើលថាតើយើងមានប្រែប្រួលអីគេខ្លះកូននៅពេលដែលកូននៅតូចអញ្ចឹងកូនឧទាហរណ៍ថាកូនទឹកនឹងកើតអញ្ចឹងកូនតូចទេមែនទេកូនអត់ចេះនិយាយកូនចេះតែយំពេលកូនឃ្លានកូនចេះយំប៉ុន្តែរយៈពេលជាច្រើនអំពីមួយថ្ងៃទៅមួយថ្ងៃកូនចេះប្រែប្រួលកូនអាចចេះនិយាយកូនអាចចេះដើរកូនអាចចេះញ៉ាំដោយខ្លួនឯងកូនអាចមកសាលាកូនអាចស្គាល់ជុំមិត្តភក្តិជុំវិញតើនេះកូនអញ្ចឹងអានឹងឯងគេហៅថាមានការប្រែប្រួលមិនមែនតែកូនទេសូម្បីតែអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើងទាំងរុក្ខជាតិទាំងនេះអស់គឺមានការប្រែប្រួលតើនេះកូនអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងចូលចំណុចលេខ3គឺការប្រែប្រួលរូបធាតុតោះយើងនឹងសិក្សាទាំងអស់គ្នាគឺចំណុចលេខ3ការប្រែប្រួលរូបធាតុការប្រែប្រួលរូបធាតុចាការប្រែប្រួលរូបធាតុធាតុរបស់យើងមានប្រែប្រួលយ៉ាងដូចម្តេចខ្លះចាមុននឹងដល់អ្នកគ្រូនឹងឲ្យអ្វីកូនមើលអញ្ចឹងអ្នកគ្រូមានសំណួរមួយដែលចង់ឲ្យកូនឆ្លើយតាមការយល់ឃើញរបស់កូនឆ្លើយមិនថាខុសមិនថាត្រូវទេតើនេះកូនអញ្ចឹងអ្នកគ្រូឲ្យសំណួរមួយទៅកូនចាសំណួរនេះគឺគេហៅថាសំណួរពន្លឺចាសំណួរពន្លឺអញ្ចឹងអ្នកគ្រូអានសំណួរឲ្យកូនស្ដាប់សំណួរសួរថាតើរូបធាតុទាំងអស់ដែល
chùm vinh giờ miên ca prai pro đôi mà đầy khả để các anh chung con mà đóng tiết tao rùa bật thiệt kẻ đai nơi chùm vinh giờ miên ca prai pro đôi mà đầy khả chắc con ai slide sầm đôi đi ba đấy con slide sầm đôi đi cứ nè con ban chuẩn bị con hai tháng nè con mình ai con mơ sụp hơi tệ chân con slide tam cai vô bao cồn chắc tôi bay chơi con slide bay na cả đó trời cả đó không cả đó có ăn bài hà đài tao đấy con chà mới con là ai sai slide bán rút thiên tên nơi cho mình luôn dân prai pro đừng đấy khác chà từ dân miền ca prai pro dân miền ca prai pro lấy cái con prai pro bí tối tới thông chỉ sau này tôi đang chơi bỏ nhớ từ bốn lá cứ bị tranh bị cro máu bị đau phần lô máu hay pi một ngày tầm một ngày về chặt đám luôn lo cho nên rồi ngày khai chim tranh cai tranh tử tao đấy con là ai slide ban tiền chà prai pro lấy kế prai pro po bao bìa tao đấy con chà prai pro po bao bìa không tê con chà cái này con ai như vậy ban tiền thằng prai pro lấy kế prai pro khăn chà prai pro khăn ban con không tê prai pro khăn mới bên đây đi con chà prai pro rúa chiết chà prai pro rúa chiết chà chấm lại cái bao nhiêu cứ mình không tê nè chấm lại những cứ mình không tê chắc con sầm rạp ca slide sầm đua bọn này kêu chắc nè kêu ăn toàn sao mà tha tập ăn đi cứ chi chấm lại trầm trớ rồi con chi chấm lại không tê lớn nè kêu ai con một mơ rút hiệp con score ấy kế đi con anh nói chi kế cái này cứ crop bao bìa cái này cứ crop bao bìa mình đấy con anh nói cái hao crop ấy kế cái hao dân hao play đôm mình đấy con lọc hơi nhá chà nó tên là con và con chỉ miền đằng đô ngay chân từ bốn cứ dân trời vô crop bao bìa nó cứ dân tự đặt bật đỏ nó về để việc đọc má cứ việc tranh bật lộ bát ní về việc nơi tôi chẳng nó con chà chẳng dân chẳng mơ thà ta việc prai pro bạc này chẳng ní cứ nó về để việc nơi tôi và to tiền chỉ tràn ngày mà ta việc miền ca prai pro đôi đại tiết cha cứ việc prai pro tới chia thông chành cá chành play chẳng cứ việc miền ca prai pro pi mỗi ngày tới mỗi ngày dân sừng kem mở đam bao việc không bị đam nơi tôi chứ con chà con sừng kem mở slap bao việc không bị slap nơi tôi thế con chà không dân sừng kem tôi mở nơi tôi miền play ở con ắt miền play thế chẳng nó phải để việc thống việc bình với chẳng vì chặt đam chành cá chành play tai nó phải để cho việc căn từ tràn nắm chẳng vì slap bao việc đô pipo bài tòng ní tới chia poi cái con po lường tôm mình ta đam đố cái đam với xanh tiết chúng ta ai đô tới chia po của hòm rồi này con cha chẳng ní cứ chia ca prai pruol mỗi tiệt ní cứ trong bằng hai cồn ní chia rút ấy kế con nè rút ấy kế cha chia rút crop sơ đầm bao cứ rút riêng bao vía bài này chẳng là bé đại dương vô vía từ bài pru lơ sải lơ đây bao dương viên đang khai tới chia bài nào con cha cứ vía việc đó môi khai còn lang pi khai bay khai viên đang chập đam đau màu chẳng dương đang khơi dập hiệu việc bài pru đôi nỉ dương đang khơi dập hiệu bảo việc bài pru đôi nỉ mẹ này con ní cứ chia đam sơ đại vía đau tranh pi crop mẹ này con chà chân việc đau tranh pi crop việc prai pro bạn này vì ăn nơi sập hiệp đam đôi crop tê chân việc đau tranh khai tới chia đàm nó bây giờ việc đau bạn này hai bằng tay tiền viên nâng vị water chia bạn nào vĩnh chà viên nâng vị water chia
tranh plai bạp nì mẹ này con chà cho viên nâng từ tranh plai bạp nì nó bê đã tranh plai bạp nì viên nâng plai từ chi chẳng mấy tiết anh ấy nhưng khơi crop bị kế crop sơ vinh chân crop sơ vinh chân viên nâng từ cho sập hiệp đam nè sập hiệp đam bằng viên vinh tại nét con viên nâng plai từ chi bạp nì nó bê đã dân trôn cắt hơi dừng bao viên hơi chân dương plai từ chi bạp nì và tóc bây giờ plai từ chi crop sơ bạp nì dân vừa mấy dân vô từ việc vô việc từ cân tự đặtក្នុងម៉ាស៊ីនអញ្ចឹងវាคล้ายទៅជាអីคล้ายទៅជាអីដែលយើងញ៉ាំរាល់ថ្ងៃคล้ายទៅជាអង្ករមែនទេកូនញ៉ាំអង្ករយកអង្ករទៅដាំคล้ายទៅជាបាយមែនទេកូនចាអញ្ចឹងបាយអង្ករបានពីណាបានអំពីស្រូវអញ្ចឹងដល់ពេលដែលយើងយកអង្ករនឹងទៅដាក់ទឹកដាក់ភ្លើងអញ្ចឹងទៅយើងនឹងคล้ายទៅជាបាយហើយយើងយកមកញ៉ាំមែនទេកូនអញ្ចឹងយើងសង្កេតឃើញថារុក្ខជាតិទាំងអស់ឬក៏ភេវៈទាំងអស់គឺមានការប្រែប្រួលវាអត់នៅទៀងរហូតទេសំបីតែយើងក៏ដោយយើងជាមនុស្សក៏ដោយសត្វក៏ដោយវត្ថុក៏ដោយរុក្ខជាតិក៏ដោយគឺសុទ្ធតែមានការប្រែប្រួលតោះនេះកូនចាអ្នកគ្រូចង់បង្ហាញមួយទៀតកូនស្គាល់អីអានេះអីគេកូនអានេះជាក្រដាស់ដំបងក្រដាស់គឺបែបនេះកូនអាចចាប់បានទេមែនទេពណ៌អីគេគឺពណ៌សកូនអាចហាត់ក្លិនរបស់វាបានទេបានយើងអាចហាត់ក្លិនរបស់វាបានហើយយើងអាចប៉ះវាបានពេលខ្លះកាលយើងនៅក្មេងក៏ពេលខ្លះក៏យើងធ្លាប់ញ៉ាំវាដែរមែនទេកូនយើងអាចដាក់ចូលក្នុងមាត់យើងញ៉ាំវាដែរអញ្ចឹងមានអ្នកណាចាំទេថាតើក្រដាស់មានរសជាតិបែបណាចាំអត់កូនចាំអត់ចាចាំអញ្ចឹងក្រដាស់អាចថាមានរសជាតិប្រៃតិចមែនទេចាអញ្ចឹងដល់ពេលបន្តិចទៀតនេះអ្នកគ្រូនឹងយកក្រដាស់នេះទៅដុតថាតើបន្ទាប់ពីយើងដុតហើយនឹងមុនពេលដែលយើងដុតតើក្រដាស់មានសភាពដូចគ្នាអត់វានៅដដែលអត់អ្នកគ្រូនឹងបង្ហាញឲ្យកូនមើលណាចាអញ្ចឹងចាំមើលទាំងអស់គ្នាអ្នកគ្រូនឹងដុតក្រដាស់ឲ្យកូនមើលតើនេះកូនដំបូងគឺក្រដាស់ពណ៌សនៅពេលដែលអ្នកគ្រូដុតបែបនេះថាតើក្រដាស់ដែលកូនឃើញបាញ់មិញនេះនឹងคล้ายទៅជាអីឃើញទេកូននឹងคล้ายទៅជាអីនេះចាប់ដើមឆេះហើយថាតើវានឹងคล้ายទៅជាអីវិញคล้ายទៅជាអីកូនចាคล้ายទៅជាផេះឬក៏คล้ายទៅជាផង់មែនទេកូនចាអញ្ចឹងកូនមើលថាតើវានៅដូចក្រដាស់សទៀតអត់យើងមើលនេះតើពណ៌របស់វានៅសទៀតអត់អត់ទេពណ៌វាអត់នៅសទេវាคล้ายទៅជាពណ៌ប្រផេះឬក៏ពណ៌ក្រមៅកូននៅពេលដែលកូនដុតក្រដាស់ដោយអ្នកគ្រូដុតមិនអញ្ចឹងអ្នកគ្រូមានក្លិនឈ្ងៀមប៉ុន្តែនៅពេលដែលគ្រូហាត់ក្លិនក្រដាស់សនឹងអត់ឈ្ងៀមទេប៉ុន្តែនេះក្រដាស់នេះដែលអ្នកគ្រូដុតហើយគឺវាមានលក្ខណៈឈ្ងៀមតើនេះកូនវាបដូរពណ៌បដូរក្លិនតើនេះកូនហើយយើងប៉ះវាគឺនេះយើងប៉ះវាទៅគឺវាអត់បែបនេះតែក្រដាស់ដែលយើងមុននឹងយើងដុតគឺបែបនេះឃើញមានលក្ខណៈខុសគ្នាមែនកូនចាអានឹងឯងគេហៅថាការប្រែប្រួលរបស់រូបធាតុទូទៅទាំងអស់មិញនេះគឺការប្រែប្រួលរបស់ក្រដាស់មានន័យថាវាប្រែប្រួលពីសភាពដើមគឺវាប្រែប្រួលទាំងស្រុងពេលអ្នកគ្រូឲ្យកូនមើលដើមឈើមិញដើមដូងហើយនឹងស្រូវអញ្ចឹងវាប្រែប្រួលមែនប៉ុន្តែគឺលក្ខណៈរបស់វាអត់សូវខុសគ្នាទេវាអាចរក្សាទ្រង់ទ្រាយដើមរបស់វាបានខ្លះប៉ុន្តែចំពោះក្រដាស់គឺវាប្រែប្រួលទាំងស្រុងទាំងពណ៌ទាំងក្លិនតែនេះកូនមួយទៀតអ្នកគ្រូចង់បង្ហាញកូនស្គាល់នេះទេកូនស្គាល់នេះអត់ស្គាល់ទេចានេះគឺគេហៅថាដៃគោលនេះគឺនៅថ្មីតើនេះកូនយើងអាចយកទៅប្រើការយកទៅដំយកទៅធ្វើផ្ទះយកធ្វើអីបានប៉ុន្តែនៅពេលដែលអ្នកគ្រូឬក៏កូនក៏ដោយអ្នកណាក៏ដោយយកដៃគោលនេះទៅដាក់ហាលថ្ងៃហាលខ្យល់ហាលភ្លៀងហាលទឹកវានឹងលែងនៅថ្មីទៀតហើយវាយ៉ាងម៉េចកូនគឺវាឡើងច្រេះដោយដៃគោមួយនេះអញ្ចឹងយើងកូនឃើញមើល
ta vía miên sập hiệp đôi kia ọt đôi kia tê anh đi nơi thằng mấy anh đi láng ấy cái cốt làng tre chắc là pe làng tre còn tay viên nơi vì ai nơi để xa thang rô riêng nhưng mưa score thà chia chị đại cô bà còn là tháp pe viên nơi thằng mấy cứ việc bài ní hai là pe là việc chặt tới là việc rong nâng bật lư phong rong nâng cho phong rong nâng acacia phong cứ việc prai pro tới chi tre bài tao này con chân từng sập mà mình chân ta rồi dạy đài lúc hiệp ta này cứ bằng hai ta rồi dạy ca đọc ta rồi dạy ca bằng hai đại cô mấy nhẹ ta con ai chơi xin nua ni mà đong tiền ban đại tỷ con ai chơi xin nua đọc đại ni ban đại tỷ xin nua nơi tại xua đại xua ta rồi bật thiệt chẳng đại nơi chuẩn bị nhớ nhẹ miên ca prai pro đôi đầy miên ca prai pro đôi đầy chứ sai đôi đam đô đây cứ bằng hai mấy cứ việc prai pro bị tôi tới thông slap bong vía bị tôi vía po bay to pe để việc tôm pe để việc trang bị chặt đam prai po tới chi po lương vía miên chỉnh lái vía miên chỉnh cả mỗi tiện để tôm tới nâng sờ chắc vía prai pro nó pe để việc mình nó pe để dân tôm mình vô tôm pro nữa sai cứ vía lẹ lại chi cua nó pe để pi 7 ថ្ងៃ 4 5 ថ្ងៃ 1 ខែកន្លះ 2 ខែវាចាប់ដើមដុះមកខ្លាយទៅជាដើម 2 3 ថ្ងៃ 1 ខែ 2 ខែទៀតវានឹងខ្លាយទៅជាផ្កាខ្លាយទៅជាផ្លែខ្លាយទៅជាគួរស្រូវអញ្ចឹងវាប្រែប្រួលនៅពេលដែលវាទុំអញ្ចឹងយើងច្រូតកាត់ដោយម៉ាស៊ីនក៏ដោយដៃរបស់ប្រជាកសិករក៏ដោយគឺវាខ្លាយទៅជាគ្រាប់ស្រូវគ្រាប់ស្រូវនោះគេយកវាទៅដាក់ក្នុងម៉ាស៊ីនខ្លាយទៅជាអង្ករចានៅអង្ករនោះមិននឹងខ្លាយទៅជាបាយគឺយើងយកវាទៅដាំលាយទឹកដាក់លើចង្ក្រានអញ្ចឹងទៅយើងនឹងខ្លាយជាបាយហើយយើងយកមកទទួលទៀតយើងឃើញមានការប្រែប្រួលមែនទេកូនដូចกระดาษជាដើមអញ្ចឹងដំបូងគឺរៀងជាกระดาษពណ៌សយើងអាចប៉ះបានហើយវាមានក្លិនផ្សេងអញ្ចឹងនៅពេលដែលអ្នកគ្រូដុតឬក៏ពេលដែលកូនដុតវាចាប់ដើមប្រែពណ៌បដូរក្លិនមែនទេកូនបដូរក្លិនអញ្ចឹងទាំងអស់នោះគឺមានការប្រែប្រួលមែនទេកូនចាអញ្ចឹងយើងអាចសន្និដ្ឋានបានថាវត្ថុទូទាំងចុងវិញខ្លួនយើងទាំងអស់គឺសុទ្ធតែមានការប្រែប្រួលទាំងរូបរាងទាំងក្លិនទាំងពណ៌ទាំងរសជាតិគឺមានការប្រែប្រួលទាំងអស់តើនេះកូនប៉ុន្តែជាស្ដែងតែកូននឹងថាអង្គស្រូវដែលវាមានការប្រែប្រួលនឹងគេហៅថាប្រែប្រួលអីគេអានេះហៅថាប្រែប្រួលលក្ខណៈអីគេកូនលក្ខណៈរូបមានន័យថាជារូបរាងរបស់វាមែនទេកូនការប្រែប្រួលលក្ខណៈរូបមានន័យថាទោះបីជាវាធំធាត់ក៏ដោយវាលូតលាស់ក៏ដោយប៉ុន្តែវានៅរក្សារូបរាងដើមរបស់វាជាដើមស្រូវយើងស្គាល់ទៅជាស្រូវមែនទេប៉ុន្តែជាស្ដែងដូចក្រដាស់ដែលអ្នកគ្រូដុតមិញហ្នឹងគឺវាប្រែប្រួលទាំងស្រុងរូបរាងរបស់វាទាំងស្រុងអញ្ចឹងដំបូងគឺរូបរាងជាក្រដាស់បែបនេះប៉ុន្តែនៅពេលយើងយកភ្លើងមកដុតអញ្ចឹងវាលែងខ្លាយជាក្រដាស់បែបនេះហើយវាខ្លាយទៅជាផេះបែបនេះអញ្ចឹងវាប្រែប្រួលទាំងស្រុងនៅពេលដែលវាប្រែប្រួលទាំងស្រុងហ្នឹងគឺប្រែប្រួលទាំងពណ៌របស់វាប្រែប្រួលទាំងក្លិនរបស់វាប្រែប្រួលទាំងរសជាតិរបស់វាអាហ្នឹងគឺគេហៅថាការប្រែប្រួលលក្ខណៈគីមីតើនេះកូនអញ្ចឹងការប្រែប្រួលរបស់យើងគឺមាន2គឺការប្រែប្រួលតាមបែបលក្ខណៈរូបហើយនិងការប្រែប្រួលតាមបែបលក្ខណៈគីមីប៉ុន្តែនៅក្នុងមេរៀនរបស់អ្នកគ្រូថ្ងៃនេះគឺអ្នកគ្រូអត់បានលម្អិតទាក់ទងទៅនឹងលក្ខណៈរូបលក្ខណៈគីមីទេព្រោះយើងមានមេរៀនបន្តទៀតអញ្ចឹងអ្នកគ្រូគ្រាន់តែកូនដឹងថានៅជុំវិញខ្លួនយើងទាំងអស់ហ្នឹងគឺមានការប្រែប្រួលលក្ខណៈរូបហើយនិងលក្ខណៈគីមីអញ្ចឹងអ្វីទាំងអស់គឺអត់ទៀងទេតើនេះកូនចាអញ្ចឹងអ្នកគ្រូមានប៉ុណ្ណឹងហើយអ្នកគ្រូចង់ឲ្យកូនធ្វើការសិក្សាស្រាវជ្រាវហើយនឹងសង្កេតមើលអ្វីដែលនៅជុំវិញខ្លួនកូនថាមានការប្រែប្រួលដូចអ្វីដែលអ្នកគ្រូនិយាយអត់ឬក៏អ្នកគ្រូកុហកកូនបើអ្នកគ្រូកុហកកូនសង្កេតមើលថាអត់មែនអញ្ចឹងទេអ្នកគ្រូអញ្ចឹងកូនអាចតវ៉ាមួយអ្នកគ្រូបានអ្នកគ្រូខុសហើយមិនមែនអញ្ចឹងទេកូនអាចតវ៉ាជាមួយអ្នកគ្រូបានអញ្ចឹងណាកូនអញ្ចឹងអ្នកគ្រូចង់ឲ្យកូនសង្កេតមើលជុំវិញខ្លួនយើងទាំងអស់ទាំងខ្លួនឯងទាំង
រុក្ខជាតិដែលកូនដាំរុក្ខជាតិដែលប៉ាម៉ាក់កូនដាំអញ្ចឹងតើវាមានលក្ខណៈប្រែប្រួលដូចអ្នកគ្រូនិយាយអត់តើណាកូនចាអញ្ចឹងអ្នកគ្រូមានមេរៀនសង្ខេបឲ្យកូនសម្រាប់ថ្ងៃនេះគឺយើងមានមេរៀនសង្ខេបនេះចាមេរៀនសង្ខេបរបស់យើងគឺប៉ុណ្នេះអ្នកគ្រូអានឲ្យកូនស្ដាប់មេរៀនសង្ខេបដើមឈើប្រែប្រួលពីតូចទៅធំស្លឹកបៃតងប្រែទៅជាពណ៌លឿងជាស្ដែងដូចដើមដើមដូងរបស់យើងមិនហ្នឹងណាដំបូងគឺវាពណ៌បៃតងហើយពេលដែលវាទុំទៅវាចាស់ទៅវាคล้ายទៅជាពណ៌លឿងស្លឹករបស់វាណាផ្លែឈើខ្ចីដូចដើមឈើផ្សេងមិនចាំបាច់តែដើមដូងhayដើមអីក៏ដោយដែរពីដែលវានៅខ្ចីពណ៌វាពណ៌អីគេពណ៌បៃតងឬក៏បៃតងចាស់ពេលនៅពេលដែលវាទុំទៅវាអាចពណ៌លឿងឬក៏ពណ៌ក្រហមដូចផ្លែពេញប៉ោះអញ្ចឹងវាអាចពណ៌លឿងឬក៏វាពណ៌ក្រហមអញ្ចឹងផ្លែស្វាយអញ្ចឹងនៅពេលដែលវាទុំគឺវាពណ៌ក្រហមអញ្ចឹងវាមានការប្រែប្រួលតទៅទៀតក្រដាសដែលមិនដុតនិងក្រដាសក្រោយពេលដុតរួចមានលក្ខណៈខុសគ្នាទាំងស្រុងព្រោះក្រដាសដែលដុតរួចប្រែប្រួលលក្ខណៈដើមទាំងអស់គឺទៅសេខ្វះមួយទាំងអស់ចាគឺប្រែប្រួលទាំងអស់ដូចកូនសង្កេតឃើញហើយគឺប្រែប្រួលពីកណ្ដាលទៅជាផេះហើយប្រែប្រួលក្លិនប្រែប្រួលរសជាតិអញ្ចឹងវាប្រែប្រួលរូបរាងរបស់វាទាំងស្រុងដៃគោលຕົកចោលហាខ្យល់คล้ายជាដៃគោលច្រេះហាខ្យល់ហាពន្លឺហាព្រះអាទិត្យហាភ្លៀងហាទឹកចំអីចឹងទៅវាចាប់ដើមឡើងច្រើនឡើងច្រេះអញ្ចឹងយើងអាចសន្និដ្ឋានបានថាដូចនេះគ្រប់រូបភាពនៅជុំវិញយើងតែមានការប្រែប្រួលជានិច្ចអ្វីគឺមិនទៀងទេគឺប្រែប្រួលជានិច្ចអញ្ចឹងអ្នកគ្រូគ្រាន់បញ្ជាក់ថានៅពេលដែលជួបអ្នកគ្រូពេលក្រោយអ្នកគ្រូនឹងលម្អិតថាតើប្រែប្រួលទាំងអស់នឹងប្រែប្រួលលក្ខណៈអីទៀតខ្លះអ្នកគ្រូបានបញ្ជាក់កូនមិញគឺលក្ខណៈរូបហើយនិងលក្ខណៈគីមីប៉ុន្តែពេលនេះអ្នកគ្រូអត់ដឹងទេគឺគ្រាន់តែចង់ឲ្យកូនដឹងថាអ្វីទាំងអស់ដែលនៅជុំវិញខ្លួនយើងនឹងគឺមានការប្រែប្រួលចាអញ្ចឹងមេរៀនរបស់អ្នកគ្រូគឺចប់ប៉ុណ្នេះអ្នកគ្រូចង់ឲ្យកូនកត់មេរៀននេះគឺចូលក្នុងសៀវភៅមេរៀនរបស់កូនសៀវភៅមេរៀនវិទ្យាសាស្ត្រតែនេះកូនជាមេរៀននៅក្នុងសៀវភៅរបស់កូនចាអញ្ចឹងអ្នកគ្រូមានតែប៉ុណ្នេះសង្ឃឹមថាកូននៅផ្ទះខិតខំយកចិត្តទុកដាក់រៀនសូត្រហើយនឹងមើលមេរៀនបន្តផងចំណុចកគឺយើងនិយាយពីលក្ខណៈរូបរបស់រូបធាតុចាអញ្ចឹងនៅពេលដែលយើងមករៀនជាមួយអ្នកគ្រូពេលក្រោយគឺយើងមានចំណេះដឹងស្រាប់អញ្ចឹងងាយស្រួលក្នុងការសិក្សាជាមួយអ្នកគ្រូចាអញ្ចឹងជាចុងក្រោយអ្នកគ្រូសូមឲ្យកូនប្រឹងប្រែងរៀនសូត្រនៅផ្ទះហើយអ្វីដែលសំខាន់ដោយសារតែបច្ចុប្បន្នហ្នឹងគឺមានការរីករាលដាលជំងឺ COVID-19 អញ្ចឹងទាមទារឲ្យកូនធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ3កុំ3ការពារដើម្បីសុខភាពរបស់យើងដើម្បីសុខភាពគ្រួសាររបស់យើងហើយនិងដើម្បីអ្នកដែលយើងស្រឡាញ់ទាំងអស់គ្នាអរគុណច្រើន